បិទរីកចេស្តានឹងសេរីល្អព្រំរឿងបវរជារបស់ត្រង់តែភេជាដរាបអង្គការយូលងជារបស់ផងត្រង់អកាជានិច្ចជារបស់ផងត្រង់អកាជានិច្ចអាមែនប្រិមិត្តលោកនាងបងប្អូនទាំងអស់ជាទីមេត្រីជួននៅបទចម្រៀងដែលជាការសំណូមពររបស់បងនេះនៅខាងខេត្តកណ្ដាលនៅបទចម្រៀងមួយបទចាបទនោះគឺមានចំណងជើងថាជីវិតដូចជាបន្ទុកចាសូមបដូរបទជំនួសវិញដែលបងស្រីពេញចិត្តបទចម្រៀងជីវិតដូចកាមរទេអញ្ចឹងបដូរនៅបទចម្រៀងជីវិតដូចជាបន្ទុកនេះជូនទៅដល់បងស្រីនេះនិងក្រុមគ្រួសារហើយសូមជូនទៅដល់បងប្អូនប្រិមិត្តគ្រីបាសាត់ទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់កំសាន្តទាំងអស់គ្នាជូនទៅដល់បងប្អូនហែមឡៅចានៅខាងខេត្តកំពតចារីករាយស្ដាប់កំសាន្តទាំងអស់គ្នាជាមួយនឹងកម្មវិធីចម្លើយជីវិតសម្លេងផ្សាយវិទ្យុខេមរា 91 MHz សូមជូនកម្មវិធីចម្លើយជីវិតនាងខ្ញុំវលៈនិងលោកគ្រូកសលសូមគោរពនឹងជម្រាបសួរលោកស្រីប្រិមិត្តលោកអ្នកនាងបងប្អូនគ្រីបាសាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ស្វាគមន៍មកកាន់កម្មវិធីចម្លើយជីវិតដែលមានផ្សាយជូនពីវិទ្យុខេមរា 91 MHz ផ្សាយចេញពីក្រុងនិងខេត្តបាត់ដំបងសម្រាប់កម្មវិធីយើងគឺមានការផ្សាយជូនពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនៅចន្លោះពីម៉ោង 5 ដល់ម៉ោង 6ហើយសម្រាប់កម្មវិធីផ្សាយផ្ទាល់គឺថ្ងៃច័ន្ទថ្ងៃអង្គារនិងថ្ងៃពុធហើយសម្រាប់ការចាក់ផ្សាយឡើងវិញគឺនៅរៀងរាល់ថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលទទួលបានការឧបត្ថម្ភពីអង្គការមណ្ឌលផ្សព្វផ្សាយគ្រីបាសាទកម្ពុជាហៅកាត់ CCMC សូមគោរពអញ្ជើញប្រិមិត្តពុកម៉ែបងប្អូនគ្រីបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់និងទស្សនាពីកម្មវិធីយើងសូមផ្ញើចិត្តនឹកនិងសួរសុខទុក្ខពីចម្ងាយទាំងអស់គ្នាចាសសូមគោរពនិងជម្រាបសួរលោកគ្រូសុខទុក្ខយ៉ាងណាដែរអរគុណជំរាបសួរសាថ្មីលាសុខទុក្ខធម្មតាស៊ាំហើយដូចបងប្អូនអញ្ចឹងដែរជំរាបសួរសាថ្មីដល់បងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយទាំងអស់ដែលលោកតាមដានស្ដាប់កម្មវិធីផ្សាយ FM ខេមរា 91 ផ្សាយចេញពីក្រុងបាត់ដំបងនិងបងប្អូនដែលតាមដានស្ដាប់វិទ្យុស្វីត FM សៀមរាប 100.5 MHz ខេត្តសៀមរាបព្រមទាំងបងប្អូនដែលតាមដានស្ដាប់វិទ្យុ FM បុប្ផាខេត្តក្រចេះ 105 MHz និងក៏សូមជម្រាបសួរសាថ្មីដល់បងប្អូនអង្គពូមីងតាយាយដែលចូលទស្សនា Page Live របស់វិទ្យុផ្ទាល់ក៏ដូចជា Page របស់ LHM Page របស់ខ្ញុំ Account ខ្ញុំវលៈព្រមទាំងដល់ YouTube និងក៏សូមជម្រាបសួរតាមគ្រប់ទាំងអស់ដែលលោក Admin អប្រូព្រះបន្ទូលឆ្លងកាត់សារថ្មីម្ដងទៀតខ្ញុំនៅតែអរគុណដល់ព្រះចៅម្ចាស់អរគុណដល់ CCMC និងអរគុណនៅសម្រាប់នៃការអធិដ្ឋានរបស់បងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយទាំងអស់ដែលលោកតែងតែអធិដ្ឋានសម្រាប់ខ្ញុំក៏ដូចជាគ្រប់ព័ន្ធនៃកិច្ចបម្រើនៅថ្ងៃនេះគឺជាថ្ងៃមួយថ្មីទៀតដែលខ្ញុំបានមកជួបបងប្អូនអង្គពូមីងតាយាយដោយសោះម្ដងហើយនៅក្នុងនោះដែរក៏សង្ឃឹមថាបងប្អូននឹងបានទទួលចំណែកព្រមទាំងប្រព័ន្ធណាមួយក្រោយពេលដែលស្ដាប់នៅកម្មវិធីចម្លើយជីវិតដែលតាក់ទងទៅនឹងជីវិតរបស់បងប្អូនជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គសង្ឃឹមថាព្រះនឹងផ្ដល់ចម្លើយណាមួយបំពេញដល់បងប្អូនទាំងអស់គ្នាព្រោះខ្ញុំមិនអាចដឹងបានទេផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនចិត្តឆ្ងាយទាំងអស់ចឹងសង្ឃឹមថាបងប្អូននឹងបានទទួលព្រះពរតាមរយៈការស្ដាប់របស់បងប្អូននោះគឺដើម្បីបងប្អូនជាមួយនឹងព្រះអង្គអរគុណនិងសូមព្រះប្រទានពរចាលោកគ្រូអរគុណសម្រាប់កម្មវិធីចម្លើយជីវិតនៅថ្ងៃនេះយើងជួបគ្នាសម្រាប់សប្តាហ៍ទី4ថ្ងៃទី1ជាមួយនឹងកម្មវិធីយើងហើយក៏ជាសប្តាហ៍ចុងខែសម្រាប់កម្មវិធីយើងផងដែរចាព្រោះថាកងត្រាចិត្តគៀកមកដល់មែនទែនហើយសល់តែមួយខែទៀតទេចាអញ្ចឹងជួយអធិដ្ឋានសម្រាប់កម្មវិធីយើងទាំងអស់គ្នាប្រិមិត្តបងប្អូនយើងចាផ្ដើមកម្មវិធីយើងនៅពេលនេះផងដែរសូមផ្ដល់ជូននៅចាពាក្យជួយគំនិតសម្រាប់កម្មវិធីយើងនៅពេលនេះអរគុណថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាជាមួយនឹងពាក្យជួយគំនិតផ្ដើមកម្មវិធីរបស់យើងខ្ញុំចង់លើកទឹកចិត្តថានិស្ស័យរបស់ឪពុកម្ដាយគឺលះបង់ដើម្បីកូនឯព្រះទ្រង់យាងមកផែនដីនេះគឺដើម្បីជួយមនុស្សមានបាបទាំងអស់វិញនេះគឺជាពាក្យជួយគំនិតផ្ដើមកម្មវិធីរបស់យើងនៅពេលល្ងាចនេះចាលោកគ្រូអរគុណសម្រាប់ពាក្យជួយគំនិតផ្ដើមកម្មវិធីយើងនៅពេលល្ងាចនេះគឺនិស្ស័យរបស់ឪពុកម្ដាយគឺលះបង់ដើម្បីកូនឯព្រះទ្រង់យាងមកផែនដីនេះគឺដើម្បីជួយមនុស្សមានបាបទាំងអស់វិញបាទ
នេះគឺជាពាក្យជួយកំណត់ផ្ដើមកម្មវិធីដែលជាការលើកទឹកចិត្តសម្រាប់កម្មវិធីយើងហើយសម្រាប់ព្រះបន្ទូលវិញតើលោកគ្រូមានព្រះបន្ទូលអ្វីយកមកចែកចាយនៅថ្ងៃនេះអរគុណថ្ងៃនេះខ្ញុំមានអត្ថបទម៉ាកុសជំពូក1ពីខ1ដល់ខ8ដូច្នេះអនុញ្ញាតខ្ញុំសូមអានជូននេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះដូចជាបានសរសេរទុកនៅក្នុងគម្ពីរហោរាអេសាយថាមើលអញចាត់ទូតអញឲ្យទៅមុនឯងគាត់នឹងរៀបចំផ្លូវនៅមុខឯងមានសម្លេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោឋានថាឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ចូលតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះឯយ៉ូហានជាអ្នកដែលធ្វើបុណ្យជាមួយទឹកនៅទីរហោឋានក៏មកដល់គាត់ប្រកាសប្រាប់ពីបុណ្យជ្រមុជខាងឯកាប្រែចិត្តប្រយោជន៍ឲ្យបានរួចពីបាបពួកមនុស្សនៅស្រុកយ៉ូដាទាំងអស់គ្នានិងពួកក្រុងយេរូសាឡឹមក៏ចេញទៅទទួលបុណ្យជាមួយទឹកពីគាត់ក្នុងទន្លេយ៉ូដានទាំងលន់តួបាបគ្រប់គ្នាយ៉ូហានបានប្រដាប់ខ្លួនដោយសម្ពុតធ្វើពីរោមអូតហើយមានខ្សែក្រវ៉ាត់ស្បែកនៅចង្កេះក៏បរិភោគកណ្ដូបនិងទឹកឃ្មុំព្រៃជាអាហារគាត់ប្រកាសថាព្រះអង្គដែលយាងមកក្រោយខ្ញុំទ្រង់មានអំណាចលើសជាងខ្ញុំមិនគួរនឹងអោនស្រាយខ្សែសពបាតទ្រង់ផងឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកតែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធវិញនៅថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាជាមួយនឹងអត្ថបទសំខាន់ដែលយើងនឹងពិចារណាជាមួយគ្នាស្របជាមួយព្រះបន្ទូលខ្ញុំចង់លើកទឹកចិត្តថាចង់ឲ្យរបស់ល្អយ៉ាងណាក៏នៅតែមិនពេញចិត្តដែរនេះគឺជាអត្ថបទសំខាន់ដែលយើងនឹងពិចារណាជាមួយគ្នារីឯចំណងជើងនៃព្រះបន្ទូលថ្ងៃនេះខ្ញុំឲ្យចំណងជើងថាឮតែសំឡេងស្អប់ចាលោកគ្រូអរគុណសម្រាប់អត្ថបទសំខាន់នៅពេលល្ងាចនេះគឺចង់ឲ្យរបស់ល្អយ៉ាងណាក៏នៅតែមិនពេញចិត្តដែរចានេះគឺជាអត្ថបទសំខាន់ដើម្បីពិចារណាចំណងជើងនៃកម្មវិធីវិញគឺមានចំណងជើងថាឮតែសំឡេងស្អប់បាទចាស្អប់យ៉ាងណានេះឥឡូវនេះឮតែរ៉ែស្អប់ចាឮតែរ៉ែស្អប់មែនទែនចាប៉េតើជួយសេរីតិចអូខេរ៉ែខ្លាំងមែនទែនចាព្រោះថារំខានខ្លាំងណាអធិស្ឋានប្រិមិត្តយើងចាប៉េតើជួយសេរីតិចសិនអូខេរំខានខ្លាំងមែនទែនបាទពិបាកក្នុងការស្ដាប់តើបងប្អូនយើងដែលទស្សនានៃការ live ស្ដាប់ឮយ៉ាងណាដែរបាទរ៉ែខ្លាំងទេបងប្អូនបាទឬមួយក៏ឮរ៉ែច្បាស់បើច្បាស់ជួយខមមិនប្រាប់ផងបើមិនសូវច្បាស់ក៏ប្រាប់ដែរចាជួយខមមិនប្រាប់ផងណាចាអ្នកទស្សនាជួយខមមិនប្រាប់ផងមើលចាលឺហើយអញ្ចឹងតើទៅសិនឲ្យបានបងប្អូនអត់កើតទេកើតទេណានៅតែរំខានអញ្ចឹងរំខានបន្តិចសិនចុះចាំចប់ម៉ោងចាំឲ្យ operator គាត់ជួយអរគុណបងប្អូនណាអរគុណឆ្លៀតនៅក្នុងឱកាសនេះថ្លែងអំណរគុណដល់អ្នកមីងអុនដែលអ្នកមីងនៅភ្នំព្រឹកហើយក៏ថ្លែងអំណរគុណដល់ម៉ាក់យាយម៉ៅដែលម៉ាក់យាយនៅខាងឯអណ្ដូងព្រីងអរគុណទឹកចិត្តស្ដីស្រឡាញ់របស់ពួកលោកដែលរួមចំណែកចូលក្នុងពន្ធកិច្ចបម្រើតាក់ទងទៅនឹងកម្មវិធីផ្សាយរបស់យើងដល់បងប្អូនដែលលោកត្រូវការសម្ភារៈពីព្រោះពួកលោកតែងតែនិយាយថាលោកមិនដឹងថាចូលរួមកិច្ចការងារយ៉ាងដូចម្ដេចដូច្នេះលោកមានតែដង្វាយចូលរួមដើម្បីឲ្យដំណឹងល្អរបស់ព្រះបានកាន់តែរីករាលសាយទៅនេះគឺជាប្រពោដ៏ធំណាស់ដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងហើយអរគុណអ៊ីសាបែលដែលគាត់បានដាក់ដង្វាយទិញសោបាទដាក់នៅបន្ទប់ផ្សាយនេះមួយដោយសារតែខ្ញុំមុតដៃ2ដង3ដងហើយដល់ចឹងទៅសូមគាត់ឲ្យជួយសោមួយបាទខ្ញុំកំពុងដោះដូរប៉ុន្តែខ្ញុំមកដូរអត់ទាន់នេះក៏ទុកសិនទៅចាំរួចចាំធ្វើបន្តទៀតអរគុណបងប្អូនជាទីស្រឡាញ់នៅថ្ងៃនេះខ្ញុំពិតជាចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាមែនទែននៅក្នុងអត្ថបទសំខាន់ដែលខ្ញុំបានជម្រាបជូនថាចង់ឲ្យរបស់ល្អយ៉ាងណាក៏នៅតែមិនពេញចិត្តដែរហេតុអីក៏អញ្ចឹងបងប្អូនមិនបានជាត្រូវឲ្យរបស់ល្អយ៉ាងណាក៏ដោយក៏នៅតែមិនពេញចិត្តដែរដោយសារអីព្រោះពាក្យថាមិនពេញចិត្តមួយម៉ាត់វាคล้ายទៅជាការស្អប់คล้ายទៅជាការរើសអើងបងប្អូនជាទីស្រឡាញ់
នៅក្នុងនោះខ្ញុំបានធ្លាប់ជម្រាបជូនហើយបាទជម្រាបជូនហើយនៅក្នុងក្រុមគ្រួសាររបស់យើង3 4 5នាក់យើងពិបាកណាស់ទៅហើយចុះចំណងបើមនុស្សជាច្រើនដែលយើងត្រូវមើលការខុសត្រូវទៀតតើយើងគួរនិយាយជាមួយពួកគេយ៉ាងដូចម្ដេចចឹងហើយបានជាមតិភាគច្រើនលោកតែងមានប្រសាសន៍ថាមនុស្ស10 ចិត្ត 10ហេតុអីបានយើងហ៊ាននិយាយថាមនុស្ស10 ចិត្ត 10ពីព្រោះសូម្បីតែកូននៅក្នុងក្រុមគ្រួសាររបស់បងប្អូនកំឡុងពេល3 4នាក់ដែលនាមជាកូនជាសាច់ឈាមរបស់បងប្អូនផងបងប្អូននៅតែពិបាកនៅក្នុងការនិយាយជាមួយពួកគេរហូតដល់ពេលមួយយើងអាចនឹងប្រើពាក្យថាយើងមិនបានបង្កើតចិត្តគេមកទេយើងបង្កើតបានតែរូបកាយគេអញ្ចឹងចិត្តគេនឹងមានមកស្រាប់បាត់ទៅហើយអ្វីគ្រប់យ៉ាងគឺវាពិបាកចំណុចនេះហើយបងប្អូនជាទីស្រឡាញ់ដែលបទកាពីប្រាប់ថាលទ្ធផលអំពើបាបត្រូវបានឆ្លងដោយស្វ័យប្រវត្តិណាចំណុចនេះដែលខ្ញុំចេះតែងតែនិយាយជាមួយបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យបងប្អូនមានការភ័ន្តច្រឡំទុក្ខលំបាកបញ្ហាគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់ផងយើងទាំងអស់គ្នាវិរិយដាលរហូតតាំងតែពីឪពុកម្ដាយដើមយើងរហូតមកពេលបច្ចុប្បន្ននេះក៏អាចនឹងតទៅមុខទៀតអញ្ចឹងហើយបានជាមនុស្សគ្រប់គ្នាក្រាញននៀលមិនថាជីវិតសាច់ឈាមឬជីវិតខាងឯព្រលឹងវិញ្ញាណទេតែងតែចង់បានក្តីអំណរភាពសុខសាន្តតែងតែចង់បានទ្រព្យធនតែងតែចង់បានអ្វីជារបស់ផងយើងដើម្បីត្រៀមទុកថ្ងៃក្រោយកុំឲ្យយើងលំបាកពីព្រោះយើងទទួលស្គាល់ថារាល់ថ្ងៃនេះណារាល់ថ្ងៃនេះជីវិតនិងការរស់នៅរបស់យើងពិតជាលំបាកមែនខំប្រឹងគ្រប់គ្នាអ្នកខ្លះលោកមានប្រសាសន៍ថាការងារលោក3 4កន្លែងនៅតែទប់ទល់មិនឈ្នះបងប្អូនខ្លះទៀតលោកថាលោកខំប្រឹងប៉ុណ្ណឹងផងនៅតែពិបាកណែលោកតែនិយាយអញ្ចឹងបានថាបងប្អូនហើយខ្ញុំក៏ធ្លាប់បានជំរាបជូនបងប្អូនដូចគ្នាដែរដែលយើងតែនិយាយថាបំណងចិត្តរបស់យើងតែងតែគិតថាយើងទៅរស់នៅសហរដ្ឋអាមេរិកប្រហែលជាធូរប្រហែលជាសប្បាយប្រហែលជាអំណរបែបនេះបែបនោះប៉ុន្តែឥឡូវនេះខ្ញុំឃើញ caption បងប្អូនដែលលោកបង្ហាញពីសហរដ្ឋអាមេរិកត្រឡប់មកវិញដែលលោកបានទៅរស់នៅទីនោះលោកតែងប្រើពាក្យមួយថាបើសិនជាបងប្អូនខ្ជិលណាបងប្អូនខ្ជិលកុំទៅរស់នៅសហរដ្ឋអាមេរិកអត់សោះហេតុអីបានលោកថាបើខ្ជិលមិនអាចទៅរស់នៅសហរដ្ឋអាមេរិកបានពីព្រោះទៅដល់ទីនោះគឺជាកន្លែងដែលរកលុយបាទជាកន្លែងដែលរកលុយតលតែធ្វើការបានលុយបើសិនជាអត់ធ្វើការទេអត់មានអ្នកណាគេឲ្យយើងឡើយតែឯយើងសម្រាប់រស់នៅរាល់ថ្ងៃជាមួយនឹងឪពុកម្ដាយទោះបីជាយើងធ្វើឬមិនធ្វើក៏នៅតែឪពុកម្ដាយជាអ្នកផ្គត់ផ្គង់ឲ្យយើងមិនទៅរកស៊ីយើងមិនទៅធ្វើការយើងមិនជួយអញ្ចេះមិនជួយចោះក៏នៅតែឪពុកម្ដាយផ្គត់ផ្គង់បងប្អូនឃើញអត់ខ្ញុំដឹងនៅក្នុងចំណុចនេះមានឪពុកម្ដាយជាច្រើនលោកឈឺចាប់ណាស់ហេតុអីបើខ្ញុំហ៊ាននិយាយចំណុចនេះព្រោះធៀបពិតឪពុកម្ដាយគ្រប់ក្រុមគ្រួសារទាំងអស់ពេលខ្លះលោកមិនហ៊ាននិយាយទេពីព្រោះលោកប្រើពាក្យមួយពាក្យថាហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែងលោកមិនដឹងនិយាយប្រាប់អ្នកណាលោកតឹងទ្រូងណាស់លោកត្រឹមបានតែប្រើពាក្យមួយថាម៉េចទ្រាំទៅណែលោកប្រើពាក្យហ្នឹងទ្រាំទៅថ្ងៃណាថ្ងៃនោះទៅលទ្ធផលចុងក្រោយទុកឲ្យពួកគេជាអ្នករែកជាអ្នកពុនហើយទុកឲ្យពួកគេជាអ្នកហែលឆ្លងបន្តចោះធៀបពិតទឹកចិត្តឪពុកម្ដាយមិនដែលមានចិត្តចង់ឲ្យកូនណាមួយលំបាកចង់ឲ្យកូនណាមួយមានបញ្ហាប្រសិនបើពួកលោកមានចិត្តចង់ឲ្យលំបាកមែនមិនមែនខំប្រឹងដាស់តឿនមិនមែនខំប្រឹងអប់រំមិនមែនខំប្រឹងទូមានមិនមែនខំប្រឹងជំរុញឲ្យកូនសិក្សារៀនសូត្រដើម្បីថ្ងៃក្រោយឲ្យមានចំណេះជំនាញយករកមុខរបរឬកិច្ចការងារអ្វីសម្រាប់ជីវិតរបស់ពួកគេមិនមែនគាត់ជំរុញបែបហ្នឹងអនាគតទៅឪពុកម្ដាយកងតាក់ខ្លាដេកចាំអូមិនបាច់ភ័យទេតកូនខ្ញុំធំមានមុខរបរវានឹងចិញ្ចឹមយើងវិញឪពុកម្ដាយមិនដែលគិតចឹងទេអត់ដែលគិតចឹងទេបងប្អូនជាទីស្រឡាញ់អត់ដែលគិតសោះនៅពេលដែលឃើញកូនចេះគិតឃើញកូនចេះជួយឃើញកូនចេះធ្វើកិច្ចការងារផ្សេងលោកឪពុកអ្នកម្ដាយគឺលោកសប្បាយចិត្តណាស់ក្នុងដួងចិត្តរបស់លោកគិតយ៉ាងម៉េចនៅពេលដែលគេចាប់ផ្ដើមចេញដើរដោយខ្លួនគេការប្រឹងប្រែងដោយខ្លួនគេប្រកាសណាស់គេនឹងចេះរៀបចំទុកដាក់ជីវិតគេនិងគ្រួសារគេដូចគ្នាព្រោះកំឡុងពេលដែលនៅជាមួយពួកលោកបានមើលឃើញពីអ្វីដែលគេមានធ្វើឲ្យលោកនឹងមានសង្ឃឹមបាត់ទៅហើយការព្រួយបារម្ភរបស់លោកក៏ថយការខ្វល់ខ្វាយបែបនេះឬក៏បែបនោះក៏ថយទៅជាមានសេចក្តីអំណរនៅក្នុងជីវិតរបស់ពួកលោកដែលពួកគេមិនដែលធ្វើឲ្យលោកឈឺក្បាលណាមិនដែលធ្វើឲ្យលោកពិបាកមិនដែលធ្វើឲ្យពួកលោករីងរៃក៏ប៉ុន្តែជាទូទៅមកដល់ពេលបច្ចុប្បន្ននេះបងប្អូនមើលចុះអ្វីក៏យើងឃើញដែរ
ពេលខ្លះយើងឃើញនៅក្នុង caption តសេនៅក្នុង social media បងប្អូនឃើញទេបាទកូនខ្លះដេញវាយម្ដាយដេញវាយឪពុកខ្លួនឯងដោយព្រោះតែទៅរកលុយរកកាក់អំពីពួកគាត់ឲ្យជួយអញ្ចេះឲ្យជួយអញ្ចោះហើយឪពុកម្ដាយខ្លះលោកនិយាយផងយំផងស្អីក៏មិនធ្វើស្អីក៏មិនធ្វើដឹងតែពីទាដឹងតែពីរដឹងពីបែបអញ្ចេះដឹងតែពីបែបអញ្ចោះតើឲ្យគាត់ទៅរកពីណាមកចឹងបានថាបងប្អូនជាទីស្រឡាញ់ខ្ញុំឃើញវីដេអូក្លឹបខ្លីមួយដែលថតអំពីវីដេអូអប់រំខ្ញុំអង្គុយមើលខ្ញុំមិនដឹងថាបងប្អូនមួយចំនួនឬក៏កូនមួយចំនួនលោកទស្សនាវីដេអូនឹងហើយតើលោកយល់យ៉ាងណាគឺខ្ញុំអត់ដឹងទេបាទខ្ញុំអត់ដឹងទេដោយឃើញថាឃើញម្ដាយបាទឃើញម្ដាយអង្គុយសុកស្រាប់តែគេយកកញ្ចប់មួយមកឲ្យបាទយកកញ្ចប់មួយមកឲ្យហើយម៉ែក៏ប្រាប់ថាកូនឯងអ្នកទៅដឹកមកនឹងថាំងមានអីវ៉ាន់ផ្ញើមកដាក់ស័យឋាននៅនឹងឯងអញ្ចឹងណាដាក់ស័យឋាននៅនឹងឯងកូនអត់ដឹងទេដល់អញ្ចឹងទៅម៉ែក៏ប្រាប់ថាកូនណាទៅយកផងអីវ៉ាន់ហ្នឹងរបស់ម៉ែហើយកូនឯងយកនឹងជួយចេញលុយអីគេផងចាំមិនមកម៉ែសងកូនឯងវិញដល់ពេលទៅយកអីវ៉ាន់ហ្នឹងបានមកម៉ែចិត្តទៅទិញអញ្ចឹងមិនបានទៅដល់អនឡាញស្អីគេហ្នឹងអីវ៉ាន់អីថ្នាំទៅកូនណែថ្នាំប្រាប់កូនណាថ្នាំហើយចុះម៉ែឯងចេះមិនអូម៉ែចេះកប់តសៃមកខាងអញ្ចឹងទៅលឺសូគេផ្សាយប៉កែថារឹតតសៃរឹតអីអញ្ចឹងទៅប៉កែអញ្ចឹងទៅម៉ែអอเดอร์គេយកមកប្រើទៅកូនអញ្ចឹងកូនក៏ចាប់ផ្ដើមគិតបាទបន្ទាប់មកបាទលឺសូមាត់ឪហៅកូនណាអូនឯមកនេះមកកូនអ្នកណាគេទេផ្ញើឆាតមកពុកមើលអត់ឃើញទេកូនអើយដាក់វ៉ែនតាក៏មើលអត់ឃើញទៀតពុកឯងក៏មើលដាក់វ៉ែនតាហើយហ្នឹងបើដាក់វ៉ែនតាមើលឃើញពុកចាំហៅកូនឯងឲ្យមកជួយមើលធ្វើអីចឹងវាឈរគិតបាទចាប់ផ្ដើមឈរគិតទៀតណាបន្ទាប់ក្រោយមកបាយត្រឡប់មកវិញឃើញម្ដាយទៅរើទៅជុះខោអាវផងអីផងរើប្រកាច់ប្រកិនហើយទៅដល់បាយទៅសួរម្ដាយទៀតហើយម៉ាក់ឯងរកអីនឹងអញទុកសភៅនឹងមិញទុកនឹងមិញទុកកន្លែងហ្នឹងហេមែនទេម៉ែឯងទុកក្នុងបន្ទប់ទីដឹងអត់ទេអញទុកនឹងបានយកទៅទុកបន្ទប់ឯណាកូនអាកូននោះទ្រាំបានរត់ទៅបន្ទប់វឹងទៅដល់ទីសភៅនឹងយកមកឲ្យដល់យកមកឲ្យកូនហើយម៉ែវិញម៉ែភ្លេចហុចសភៅឲ្យម្ដាយឲ្យឈរគិតណាឈរគិតចឹងបានថាបងប្អូនជាទីស្រឡាញ់ខ្ញុំមើលវីដេអូនឹងខ្ញុំអង្គុយស្រក់ទឹកភ្នែកហេតុអីបងប្អូនមានមនុស្សចាស់នៅជាមួយដែលឪពុកម្ដាយចាស់បានបងប្អូនដឹងនៅពេលដែលខ្ញុំមើលវីដេអូនឹងខ្ញុំស្រក់ទឹកភ្នែកដោយសារអីម្ដាយខ្ញុំគាត់អង្វរខ្ញុំក៏សុំខ្ញុំថាពេលម៉ែមិនវិញគាត់និយាយពេលម៉ែមិនវិញម៉ែលើសលួសខ្វះខាតនិយាយពាក្យសម្ដីមិនគួរគប្បីជាមួយកូនយ៉ាងណាកូនអត់ទោសឲ្យម៉ែផងហើយបើសិនជាម៉ែមិនវិញទៅនេះទៅនោះធ្វើម៉េចកូនត្រូវតែទៅតាមរកម៉ែណាយកត្រឡប់មកវិញណាកុំទុកម៉ែចោលខ្ញុំចាំពាក្យហ្នឹងបាទខ្ញុំមើលបដាខ្ញុំទឹកភ្នែកបដាហេតុអីបងខ្ញុំទឹកភ្នែកពីព្រោះមនុស្សគ្រប់រូបគ្មានអ្នកណាចង់ទេប៉ុន្តែកូនដែលរស់នៅជាមួយឪពុកម្ដាយនៅពេលដែលឃើញឪពុកម្ដាយបែបហ្នឹងគឺព្រួយបារម្ភណាស់ខ្ញុំយល់អារម្មណ៍ហ្នឹងចឹងបាទខ្ញុំឃើញលោកគ្រូម្នាក់គាត់ផុសម្ដាយគាត់បងប្អូនណាជួយអធិដ្ឋានឲ្យម្ដាយខ្ញុំផងម្ដាយខ្ញុំបែបនេះខ្ញុំអត់សួរអ្វីគាត់ច្រើនទេខ្ញុំឆាតទៅគាត់ផ្ទាល់ព្រោះខ្ញុំដឹងខ្ញុំធ្លាប់នៅជាមួយម្ដាយខ្ញុំដឹងអ្វីគាត់ចាស់គាត់ត្រូវការអីគាត់ចង់ប្រសាអីតើយើងត្រូវមើលគាត់មិនហើយយើងត្រូវឲ្យចំណីណាដែលត្រូវគាត់ប្រសាបានខ្ញុំអត់និយាយអីច្រើនទេខ្ញុំឆាតទៅតាក់ទងគាត់ហើយអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំយល់ពីអ្នកដែលមើលថែមនុស្សចាស់ហើយអ្នកដែលនៅជាមួយបងប្អូនជាទីស្រឡាញ់ខ្ញុំមិនដឹងដួងចិត្តបងប្អូនយ៉ាងណាខ្ញុំមិនដឹងទេក៏ប៉ុន្តែសម្រាប់ខ្ញុំនិងម្ដាយខ្ញុំជាមួយបងខ្ញុំចឹងហើយបានពេលដែលខ្ញុំទៅភ្នោម្ដាយខ្ញុំទៅភ្នោបងខ្ញុំបានសរសេរទោះបីជាផែនដីនេះគេព្យាយាមលុបឈ្មោះគាត់បំបិទឈ្មោះគាត់ចោលប៉ុន្តែបេះដូងខ្ញុំនៅតែមានពួកគាត់នេះអ្វីដែលខ្ញុំនិយាយវាជារឿងពិតបងប្អូនណាចឹងបានថាពេលដែលខ្ញុំមកទីនេះខ្ញុំគ្មានចេតនាយករឿងរ៉ាវបំភ្លៃមកចែកចាយឲ្យបងប្អូនស្ដាប់ដើម្បីឲ្យបងប្អូនសរសើរខ្ញុំថាអូខ្ញុំប្រកែនិយាយខ្ញុំប្រកែរនឹកមិនមែនទេខ្ញុំស្គាល់ជីវិតសាច់ឈាមរបស់យើងវាយ៉ាងម៉េចខ្ញុំធ្លាប់រស់នៅក្នុងក្រុមគ្រួសារមួយដែលមិនដែលបានទទួលភាពកក់ក្ដៅឲ្យហឺហាលយឆាយដូចគេដូចឯងទេប៉ុន្តែយើងរស់នៅដោយសុខសាន្តជាមួយគ្នាទោះអត់យើងអត់ជាមួយគ្នាណាយើងអំណរជាមួយគ្នា
យើងមានតិចយើងញ៉ាំជាមួយគ្នាដែលអសប្បាយនេះជីវិតខ្ញុំកើតមកក្នុងโลกនេះជាមួយម្ដាយខ្ញុំបងខ្ញុំគឺបែបហ្នឹងតែបងប្អូនយ៉ាងណាខ្ញុំអត់ដឹងទេអញ្ចឹងហើយបានជាអនុស្សាវរីយ៍នោះវានៅដិតជាប់ជាមួយនឹងខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏មិនដឹងថាបងប្អូនយ៉ាងណាដែរខ្ញុំមិនដឹងទេបងប្អូនខ្លះលោកតែងតែព្យាយាមលោកថាបំភ្លេចចោលខ្ញុំមិនអាចបំភ្លេចបានទេដូចខ្ញុំធ្លាប់ជំរាបជូនថារឿងអតីតកាលឬរឿងអតីតកាលវាជាស្ពានចម្លងយើងបាទវាជាស្ពានចម្លងយើងមកដល់បច្ចុប្បន្ននេះមនុស្សគ្រប់គ្នាអត់ចង់លំបាកមែនទេដែលយើងឆ្លងកាត់មកដោយសារតែអត់ចង់លំបាកនឹងឯងបានជាយើងព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រប្រកបមុខរបរធ្វើអញ្ចេះធ្វើអញ្ចោះជៀសវាងអីមិនចង់ឲ្យទៅមុខទៀតយើងលំបាកវាមិនមែនជាកំហុសរបស់បងប្អូនទាំងអស់គ្នាទេដូចជានៅថ្ងៃនេះអញ្ចឹងបងប្អូនជាទីស្រឡាញ់បងប្អូនមើលចុះដែលខ្ញុំហ៊ានឲ្យអត្ថបទសំខាន់ថាចង់ឲ្យរបស់ល្អយ៉ាងណាក៏នៅតែមិនពេញចិត្តដែរដោយសារអីពីព្រោះយើងស្អប់ហើយនេះដូចខ្ញុំឲ្យចំណងជើងថ្ងៃនេះឮតែសំឡេងស្អប់បងប្អូនឆ្ងល់ទេហេតុអីបានខ្ញុំប្រើពាក្យហ្នឹងបងប្អូនគិតតិចមើលអ្នកដែលបងប្អូនធ្លាប់ស្អប់ហ៎គ្រាន់តែឮសលេងគេឬរបស់ណាដែលគេយកមកឲ្យទោះថ្លៃប៉ុណ្ណាក៏ដោយខ្ញុំជឿថាទាំងបងប្អូនទាំងខ្ញុំអត់ទទួលទេខ្ពើមនិយាយពាក្យសាមញ្ញចាឮតាសំឡេងស្អប់ហើយអញ្ចឹងបានរំឲ្យយករបស់អីមកទៀតហ្នឹងចប់បាត់ហើយចប់មកអញ្ចឹងបានថាបងប្អូនឆ្ងល់ទេឆ្ងល់កន្លែងហ្នឹងឯងបងប្អូនគិតនេះសាច់ឈាមរបស់យើងគឺអញ្ចឹងណាបងប្អូនណាអញ្ចឹងហើយបានជាណាអញ្ចឹងហើយបានជាយើងលែងទុកចិត្តអ្នកណាទាំងអស់ព្រោះយើងគិតថានិស័យសាច់ឈាមរបស់មនុស្សមិនមានអ្វីខុសគ្នាទេអញ្ចឹងហើយបានជាជួនកាលពេលខ្លះយើងមានរឿងល្អយើងមានរឿងបែបនេះបែបនោះទៅចែកចាយជាមួយគេនិយាយថាម៉េចទុកចិត្តមិនបានទេណាទុកចិត្តមិនបានទេអ្នកដែលខ្ញុំធ្លាប់ទុកចិត្តក៏គេអញ្ចឹងដែរយូរទៅបែបនេះបែបនោះគ្មានរហល្អណាមួយទេបត់កាពីនិយាយអត់ខុសទេបងប្អូនសុចរិតរអ្នកដែលសុចរិតសូម្បីតែមួយក៏គ្មានផងនៅក្នុងโลกនេះអត់មានទេព្រោះហេតុអីព្រោះកើតមកក្នុងโลกនេះយើងបាបបាត់ទៅហើយទៅរកសុចរិតអីម៉េចចឹងហើយបានខ្ញុំតែងតែនិយាយជាមួយបងប្អូនការខិតខំប្រឹងប្រែងរបស់បងប្អូនមិនមែនខំប្រឹងដើម្បីលួសបាបយើងទេណាការខំប្រឹងរបស់យើងគឺខំប្រឹងទប់ទល់លទ្ធផលសាច់ឈាមបងប្អូនគិតកន្លែងនឹងឲ្យច្បាស់ណាខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នានឹងហើយហៅថាលទ្ធផលអំពើបាបខ្ញុំបាននិយាយហើយនិយាយទៀតបើសិនជាការកើតមករបស់បងប្អូនមិនលំបាកមិនបញ្ហាមិនវេទនាបងប្អូនគឺជាមនុស្សដែលបរិសុទ្ធហើយសុចរិតគ្មានបាបសូម្បីតែបន្តិចក៏អត់មានដែរតែបើសិនជាបងប្អូនកើតមកក្នុងโลกបញ្ហាគ្រប់យ៉ាងរឿងរ៉ាវគ្រប់យ៉ាងដែលកើតមកក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាទទួលស្គាល់ទៅនឹងហើយហៅថាលទ្ធផលអំពើបាបយើងពីកំណើតស្ដាប់ឲ្យតន់ណាពីកំណើតដូច្នេះហើយបានជាដោយសារថាអាបាបពីកំណើតនេះដោយសារអ្នកណាគឺយើងដោយសារសាតាំងដោយសារសាតាំងទើបធ្វើឲ្យមនុស្សដាច់ចេញអំពីព្រះអញ្ចឹងហើយបានជានៅពេលដែលបងប្អូនឮព្រះបន្ទូលសាតាំងវាមិនអនុញ្ញាតឲ្យតិចបងប្អូនទាំងអស់គ្នាបានឮព្រះបន្ទូលរបស់ព្រះទេអញ្ចឹងហើយបានជាគ្រាន់តែឮសូរពនាមរបស់ព្រះគឺស្អប់ជឿមិនជឿបងប្អូនគិតខ្លួនឯងខ្ញុំអានធ្លាប់ជំរាបជូនហើយសូម្បីតែប៉ាយលឿងដែលបងប្អូនខាងអង្គការចៃការដែលគាត់ដើរបិទតាមផ្លូវតាមអីបងប្អូនមើលខ្លួនឯងទៅកម្រមានប៉ាយណាមួយដែលនៅស្អាតណាស់បិទឡើងខ្ពស់ហើយក៏មិនក៏នៅអាលេះអាលាត់អាលុះលហែកបាក់បែកខូចខាតដោយសារអីគ្រាន់តែឮឃើញតែឈ្មោះព្រះយេស៊ូវហ្នឹងជឿព្រះយេស៊ូវរួចពីបាបជឿព្រះយេស៊ូវបានចូលនគរឋានសួគ៌ជឿព្រះយេស៊ូវបានទទួលសេចក្តីសង្គ្រោះហើយគ្រាន់តែពាក្យប៉ុណ្ណឹងហេតុអីបានជាធ្វើឲ្យស្អប់ម្លេះនឹងណាបងប្អូនសាតាំងវាមិនឲ្យភ្នែកយើងមើលឃើញសេចក្តីពិតតាមរយៈព្រះបន្ទូលរបស់ព្រះទេមិនខុសពីថ្ងៃនេះទេបងប្អូនមើលព្រះបន្ទូលចុះនេះគឺជាចំណុចនៃការចាប់ផ្ដើមដំណឹងល្អរបស់ព្រះតាមរយៈព្រះយេស៊ូវនឹងហេតុអីមានហោរាច្រើនណាស់ដែលព្រះទ្រង់បានបញ្ជូនមកប្រាប់ថានឹងមានព្រះសង្គ្រោះមួយអង្គដែលត្រូវយាងមកជួយមនុស្សមានបាបទាំងអស់ឲ្យបានរួចគេទន្ទឹងរង់ចាំបាទគេទន្ទឹងរង់ចាំអញ្ចឹងហើយបានជាថ្ងៃនេះបទកាពីបានប្រាប់ថាមានម្នាក់ដែលព្រះទ្រង់ចាត់មកមុនឃើញទេឲ្យមករៀបផ្លូវហើយនៅពេលដែលគាត់មកហ្នឹងគាត់ប្រាប់ខ្លួនគាត់ទៀតគាត់មិនមែនជាព្រះទេគាត់គ្រាន់តែជាសម្លេងនៅទីរហោឋានមានន័យថាគាត់គឺជាអ្នកនាំសារ
របស់ផងព្រះមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងតែប៉ុណ្្នឹងឯងប្រែចិត្តទៅបងប្អូនអើយចឹងបានលោកធ្វើពិធីបុណ្យជាមួយទឹកអំពីការប្រែចិត្តអញ្ចឹងមនុស្សទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនដោយសារតែយើងលំបាកនឹងឯងដោយសារតែយើងបញ្ហានឹងឯងប្រហែលជាវាចេះប្រហែលជាវាចោះឥឡូវខ្ញុំប្រែចិត្តជាមួយលោកទៅណាខ្ញុំអត់ហ៊ាននិយាយត្រង់ទេបងប្អូនជាទីស្រឡាញ់នៅកន្លែងនេះខ្ញុំនិយាយទៅខ្លាចប៉ះពាល់អញ្ចឹងខ្ញុំអត់ហ៊ាននិយាយទេបងប្អូនគិតពិចារណាដល់ខ្លួនឯងចោះមនុស្សនៅពេលតលនៅពេលលំបាកយើងព្យាយាមបួងសួងយើងព្យាយាមបន់ស្រន់យើងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំពេញអ្នកណាគេចង់ថាអីយើងសុខចិត្តធ្វើតាមគេបាទយើងសុខចិត្តធ្វើតាមគេពីព្រោះយើងវាមិនដឹងក៏ប៉ុន្តែនៅពេលដែលបងប្អូនស្ដាប់ព្រះបន្ទូលរឿងរ៉ាវដែលកើតឡើងក្នុងជីវិតរបស់ផងយើងទាំងអ្នកដតីទាំងយើងឬក៏មនុស្សទូទាំងសកលលោកនឹងហើយហៅថាលទ្ធផលអំពើបាបពីកំណើតចឹងបានជាមនុស្សគ្រប់គ្នាតែងតែភ័យហេតុអីបានជាមនុស្សមានទ្រព្យសម្បត្តិច្រើនហើយនៅតែមានចិត្តព្រួយបារម្ភនៅតែមានចិត្តខកខ្វាយសំណួរសួរថាហេតុអីបានជានៅតែព្រួយអញ្ចឹងពីព្រោះអាទ្រព្យអស់ទាំងនឹងអ្វីដែលយើងមាននឹងវាមិនអាចជួយជីវិតយើងឲ្យរួចពីសេចក្តីស្លាប់បានបងប្អូនស្ដាប់កន្លែងនឹងឲ្យច្បាស់ណាខ្ញុំនិយាយអត់ខ្លាចទេណាបងប្អូនណាព្រោះវាជារឿងពិតប្រហែលអ្នកដែលអាចការពារជីវិតខ្លួនឯងកុំឲ្យស្លាប់នៅក្នុងโลกនេះដោយសារអីយកអីទៅអាងយកអីទៅរាំងមនុស្សច្រើនណាស់ដែលត្រូវលាចាកពីផែនដីនេះធ្វើឲ្យមនុស្សដទៃទៀតគក់ទ្រូងស្ដាយឆ្ងល់អាក្រក់មកកណោមិនកុំស្លាប់អ្នកមនុស្សនឹងល្អណាស់បែបនេះឬបែបនេះហើយមិនក៏អាយុខ្លីម៉េះឃើញយើងត្រូវបានគិតតែប៉ុណ្ណឹងក៏ប៉ុន្តែព្រះបន្ទូលរបស់ព្រះប្រាប់ហើយឈ្នួលនៃអំពើបាបត្រូវបានកាត់ទោសយើងដោយសេចក្តីស្លាប់មិនបានប្រាប់ថាអ្នកនឹងល្អដាច់ខាតគឺមិនស្លាប់អត់ទេបងប្អូនអត់ទេខ្ញុំសុំនិយាយត្រង់បងប្អូនហើយកុំខឹងខ្ញុំបើខឹងខ្ញុំខឹងចោះប៉ុន្តែយកទៅពិចារណាគិតមើលខ្លួនឯងព្រោះខ្ញុំនិយាយនេះលទ្ធផលសាច់ឈាមរបស់យើងគឺបែបហ្នឹងអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំឲ្យអត្ថបទសំខាន់ថាចង់ឲ្យរបស់ល្អយ៉ាងណាក៏នៅតែមិនពេញចិត្តដែរពីព្រោះអីយើងដាច់ពីព្រះបាត់ទៅហើយចឹងទោះជាដំណឹងល្អនិយាយព្រោះយ៉ាងណាក៏ដោយមានបងប្អូនសាច់ញាតិយើងទៅវិហារទៅដើម្បីឲ្យបានទទួលចេះទទួលចុះទៅតែឯងទៅអត់យល់ទេបងប្អូនកុំបន្ទោសខ្លួនឯងបងប្អូនណាកុំបន្ទោសខ្លួនឯងចឹងបានថ្ងៃនេះខ្ញុំឲ្យចំណងជើងព្រះបន្ទូលថាឮតែសំឡេងស្អប់អញ្ចឹងថ្ងៃនេះខ្ញុំនឹងសនោមពរបងប្អូនកុំតន់អាស្អប់ណាសូមស្ដាប់សិនចុះវគ្គ2នោះបងប្អូននឹងទទួលបានអ្វីបងប្អូនធ្លាប់ស្អប់ព្រះអង្គទេបើធ្លាប់កុំឲ្យតូចចិត្តណាវគ្គ2ខ្ញុំនឹងសូមឲ្យព្រះជួយបងប្អូនទាំងអស់គ្នាដើម្បីយើងធ្វើយ៉ាងដូចម្តេចដើម្បីឲ្យបានទំនាក់ទំនងជាមួយនឹងព្រះអង្គវិញស្លេវគ្គ1ទាំងសិនចាស់អនុញ្ញាតខលចូលបានព្រះប្រទានពរអរគុណច្រើនអរគុណលោកគ្រូចាសសូមបើកប្រព័ន្ធទូរស័ព្ទសម្រាប់ការខលចូលរួមរបស់ប្រិមិត្តយើងដែលមានលេខ012 81691 086579491និង097800591ចាចូលរួមទាំងអស់គ្នាជាមួយនឹងកម្មវិធីចម្លើយជីវិតទុកឱកាសឲ្យខលចូលសម្រាប់កម្មវិធីយើងចាទាំង3ប្រព័ន្ធចាអាចខលចូលរួមបាននៅពេលឥឡូវនេះចាសូមអញ្ជើញចាព្រោះជាពេលវេលាចុងខែសម្រាប់កម្មវិធីចម្លើយជីវិតបងប្អូនមានអ្វីចង់ចូលរួមសូមអញ្ជើញណាចាអត់ហ៊ានដោយសារតែអាកាសធាតុរៀងចាំងភ្លៀងកុំខ្លាចបងប្អូនណាកុំខ្លាចអត់ហ៊ានខលចូលទេព្រោះថាមេឃកំពុងតែអ៊ូអាប់រោគកលចង់ភ្លៀងខ្លាចព្រះអង្គថតទេចាថតធ្វើ style ផងចាដូរ style ផងកុំ style ដែរពេកខ្ញុំអត់ចេះអាមិនគេមិនខ្ញុំអត់ហ៎បេះដូងអីចេះគេមិនដៃបេះដូងអានឹងស្អីគេទេខ្ញុំមិនដឹងទេ style ចាបាទកុំលេង style វិញបងប្អូនណាបើមិនជាព្រះអង្គថតចា style ម៉ូបានអូខេតើខ្លាចអីអត់តន់ហ៊ានចូលបាទខ្លាចអីកំពុងតែផ្គោបងប្អូនអាចខលបានណាទោះតាមរយៈ Messenger ក្តីដូចខ្ញុំជំរាបជូនអញ្ចឹងណាពេល live ខ្ញុំអនុញ្ញាតតាមរយៈ Messenger ក្តីតាមរយៈ Telegram ក្តីព្រោះដោយសារនៅក្នុងនោះពេលខ្លះបងប្អូនអាចខលលេខដៃណាខលតាមប្រព័ន្ធទូរស័ព្ទស្ថានីយ៍អត់ចូលទេដល់អញ្ចឹងបងប្អូនអាចស្គាល់ account ខ្ញុំស្គាល់ Facebook ខ្ញុំស្គាល់ Messenger ខ្ញុំឬ Telegram ខ្ញុំបងប្អូនអាចខលមកបាននៅឆ្ងាយចិត្តអីចឹងអាចខលមកបានឬក៏អាចថាវលៈក៏បានដែរ
បើសិនជាបងប្អូនស្គាល់ណាប៉ុន្តែក្រោយពី live អត់ទេណាអត់ទេចាទុកឱកាសឲ្យចូលរួមហើយចូលរួមមកសម្រាប់កម្មវិធីចម្លើយជីវិតទាំងអស់គ្នាបាទចាកុំខ្លាចអីព្រោះថាមេឃតែប៉ុណ្្នឹងឯងមានអីត្រូវខ្លាចព្រះអង្គភ្លៀងជារឿងព្រះអង្គចាអើយបងប្អូនណាចាឥឡូវសូមជួបមេរុកសិនបានចូលរួមមកដល់ហើយអូយសុំវតទុនឆ្អឹងនេះឥឡូវមកហើយជួបសិនចម្លើយជីវិតសូមជម្រាបសួររៀមច្បងចម្លើយជីវិតសូមជម្រាបសួរចារៀមច្បងមែនមកពីខាងឡូ38ចាមីងពៅចាមីងពៅអរគុណសុខទុកយ៉ាងណាដែរសោចលុយម៉េះទុកយ៉ាងណាប្រហែលថ្ងៃមុនឥឡូវទៅជ្រូតបោបាន15ទូទេរវល់ទៅជ្រោតស្បូវហ៎ណាដល់ហើយលេត្រង់ស្បូវនៅត្រង់ស្បូវបានស្ដាប់15ទូนั่นแหละបងចាមានអ្វីដែរសូមអញ្ជើញចាអីចំណងជើងស្អីចាសម្រាប់ចំណងជើងយើងថ្ងៃនេះចាឮតែសំឡេងស្អប់ទៅសំឡេងស្អប់មែនយើងគឺថាតាមខ្ញុំយល់ព្រាមទូលឬទៅសំឡេងស្អប់ហ្នឹងបើសិនជាយើងនៅលើផែនដីនេះពេញដោយអំពើបាបបើសិនជាយើងស្អប់អ្នកណាម្នាក់ឬសំឡេងស្អប់មែនតាមពិតមិនចង់ឲ្យឮទៅសំឡេងចិត្តផងតែសម្រាប់ព្រះអង្គយើងជាកូនរបស់ព្រះអង្គវិញព្រះអង្គឲ្យអត់ទោសឲ្យគេទោះជាគេធ្វើខុសចំពោះជើងយ៉ាងណាក៏ដោយព្រះអង្គឲ្យអត់ទោសឲ្យគេសម្រាប់រូបខ្ញុំពីដើមខ្ញុំមួយម៉ាត់ទៅម៉ាត់មកដែរតែឡូវបានយល់ពីព្រមទូលហើយក៏អ្នកដែលគេទៅថាមានពាក្យសម្ដីខុសឆ្គងលើគ្នាមិនថាគេខុសមិនថាខ្ញុំខុសផងទាំងអស់គ្នាឯងតែព្រះអង្គថាអត់ទោសគេឡូវគឺពេលខ្ញុំគិតតបតពេលញៀនព្រះអង្គមកទឹកនឹងតិចខ្ញុំថាអត់ទោសទេពេលនេះគឺខ្ញុំមិនតបតអេមែនតែលើព្រះអង្គថាឲ្យទាំងនោះព្រះអង្គសន្យាថាជាជំនួយខ្ញុំទុកចិត្តលើព្រះអង្គខ្ញុំមិនអាចតបតហើយយូរទៅគេក៏មកនិយាយចុះព្រួលជាមួយខ្ញុំអូនបានមានកំឡោះគ្នាទេធម្មតាវិញព្រះអង្គចាអរគុណព្រះអង្គមែនតើឥឡូវមានបញ្ហាអីទេក្នុងស្រុកភូមិគឺកន្លែងរាប់អានគ្នាដោយសារតែយើងគិតថាយើងមានព្រះបាទព្រះមួយអង្គពុទ្ធដែលជួយយើងបានហើយព្រះជាព្រះតែក្តីស្រឡាញ់របស់យើងពេលនេះទៅខ្ញុំក៏ទុកចិត្តលើព្រះអង្គហើយការអ្វីមួយព្រះអង្គថាបើសិនជាគេចង់ធ្វើបាបយើងយ៉ាងណាក៏ដោយព្រះអង្គជាអ្នកប្រងទឹកខ្ញុំចាំពាក្យសម្ដីហើយតាមព្រះអង្គកន្លែងនោះឲ្យខ្ញុំមិនតបតទេទោះជាគេរូបលន់ចូលយកដីខ្ញុំមិនក៏ខ្ញុំខ្វល់ដែរឥឡូវព្រះអង្គជាអ្នកប្រងទឹកចាខ្ញុំយល់តែប៉ុណ្្នឹងឯងគឺខ្ញុំសូមអស់ត្រឹមនេះឲ្យសូមព្រៀបទានពរដល់គ្រូvàអូនលក្ខចាអរគុណបែរដែលនៅបារាំងក្តីមិនដែលឮពាក្យសម្ដីអីនិយាយតបតមកបងទេសូមព្រៀបទានពរឲ្យមានកម្លាំងសុខភាពកូនគេទាំងអស់គ្នាឲ្យបានសេចក្តីសុខសាន្តបែរលើដល់យើងជាបងប្អូនតែមួយអេមែនសូមព្រៀបទានពរលោកគ្រូអស់ប៉ុណ្្នឹងឯងចាបងព្រៀនពរបងអរគុណច្រើនអរគុណមីងពៅចាអាងម៉េះអាងមានព្រះអង្គសងសឹកចឹងទុកឲ្យព្រះអង្គសងសឹកចារួចខ្លួនណាចាយករួចខ្លួនណាបងប្អូនជាទីស្រឡាញ់ចាលោកគ្រូធីក៏ថាឲ្យគាត់ឮសំឡេងច្បាស់បង38មែនហ្នឹងហើយគាត់ស្ដាប់សំឡេងដឹងច្បាស់ហ្មងចឹងបានថាចាបើគាត់បាខលចូលមកគាត់ថាឮសំឡេងសាច់គេក៏ដឹងច្បាស់ថាជាសំឡេងលោកគ្រូធីដែរច្បាស់ដូចថ្ងៃដូចគ្នាច្បាស់ដូចគ្នាឥឡូវខលចូលមកតន់មានឱកាសបាទសឿងអូសឿងអាសឿងកំពុងចូលមើលដែរកំពុងទស្សនាថាបងសឿដឹងអីផងចាសឿដឹងអីផងបាទ Messenger ក៏បាន Telegram ក៏បានចាហើយបងបើចង់ខលចូលរួម Messenger មកបាទចាឮសំឡេងផ្លែតនៅហ្នឹងបាទទោះបីមិនក៏អត់បញ្ហាឥឡូវច្បាស់ហើយនិយាយតឡាំព្រោះណាអូអញ្ចឹងចាអីស្មាតែនិយាយដូចគាត់ទេព្រោះណាអូខេងាយបានស្ដាប់សំឡេងអញ្ចឹងទេបងប្អូនយើងបើសិនជាគាត់ខលចូលរួមប្រកាសជាជាប់ចិត្តហើយហ្នឹងហើយបានថាចា
ចូលរួមមកបងចាកុំឲ្យគេបាញ់បងច្រើនពេកចាបើកឱកាសឲ្យតា Messenger Telegram អីចូលរួមខ្ញុំទៅទៀតទេណាចាព្រោះថាខាងទូរស័ព្ទគាត់និយាយទេចាឃើញទេថាអត់ហ៊ានមែនបានតែសម្ដីក្នុងការ live ទេចាដល់ជួបតល់អត់ហ៊ានទេនិយាយវាឌឺ9ហ្នឹងហើយ9ថាខ្ញុំចុច9ទៀតហ្នឹងឯង9ចុច9ក្លាហាន1អីក្លាហានដល់នៅក្នុងខមមិនដល់ជួបតមិនហ៊ានមើលមុខផងចាមិនចង់និយាយរទៀតហ៎នឹងជាអៀលឬក៏អីប្រហែលជាអៀលហើយមើលសบายជាងអូខេអញ្ចឹងក៏បានដែរចាអត់បញ្ហាចាឥឡូវបើមិនមានការខលទេព្រោះថាខាងទូរស័ព្ទប្រកាសជាអត់ហ៊ានចូលរួមទេបាទចាអញ្ចឹងសូមអញ្ជើញចាអាកាសធាតុមិនសូវល្អបាទអរគុណអញ្ចឹងអត់បញ្ហាតាស្វាគមន៍មកវគ្គទី2បាទស្វាគមន៍មកវគ្គទី2នៅតែសូមការខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់ហើយក៏អរគុណសម្រាប់ការចែករំលែករបស់បងប្អូនដើម្បីបន្តឲ្យព្រះបន្ទូលទៅដល់ដៃបងប្អូនដែលលោកកំពុងត្រូវការខ្ញុំឮពាក្យមួយម៉ាត់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាទាំងក្តុកក្តួលហើយមានអារម្មណ៍ថាក្តុកក្តួលហ្នឹងមិនមែនក្តុកក្តួលឈឺផ្សាទេក្តុកក្តួលឆ្អែតទេដូចពេញមានអារម្មណ៍ថានៅពេលដែលខ្ញុំឮសូរពាក្យហ្នឹងមួយថាបំពេញសម្លអូខេបំពេញសម្លដែលអស់ហើយដែលកំពុងតែឆ្ងាញ់ទទួលញ៉ាំអស់លីងត្រូវដាក់បន្ថែមដើម្បីឲ្យបានបាយបន្ថែមឆ្ងាញ់មែនតើអស់មែនតើខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តខ្ញុំនិយាយត្រង់ពីព្រោះយើងធ្លាប់អត់យើងធ្លាប់ឃ្លានមិនមែនមកដល់ពេលនេះខ្ញុំមានជាងបងប្អូនអ៊ំចាស់ទុំទីចិត្តឆ្ងាយទាំងអស់មិនមែនទេគ្រាន់តែខ្ញុំពិតជាអរគុណព្រះអង្គនិងអរគុណបងប្អូនចាស់ទុំចិត្តឆ្ងាយទាំងអស់ទាំងបងប្អូនក្នុងទាំងបងប្អូនក្រៅដែលលោកនៅតែមានក្តីស្រឡាញ់សម្រាប់ខ្ញុំអាណិតខ្ញុំនៅក្នុងពន្ធកិច្ចបម្រើមិនថាចាស់ទុំបងប្អូនពួកជំនុំទាំងចិត្តឆ្ងាយទេលោកតែងតែព្រួយបារម្ភពីខ្ញុំទោះបីជាតិចតួចស្ដួចស្ដាងយ៉ាងណាលោកតែងតែព្យាយាមបន្តមកឲ្យខ្ញុំនិយាយនេះមិនមែនមានន័យថាតើបងប្អូនឲ្យខ្ញុំបានបងប្អូនល្អបងប្អូនមិនឲ្យខ្ញុំបងប្អូនអាក្រក់មិនមែនទេអ្វីដែលបងប្អូនហ៊ានធ្វើខ្ញុំស្គាល់ពីដួងចិត្តរបស់បងប្អូនថាបងប្អូនប្រកាសជានឹងយល់ណាយល់ពីពន្ធកិច្ចបម្រើស្គាល់ពីតួនាទីខ្លួនឯងជាកូនចាប់ផ្ដើមស្គាល់ពីប្រគុណរបស់ផងព្រះអង្គដួងចិត្តរបស់បងប្អូនស្រឡាញ់ព្រះអង្គកាន់តែខ្លាំងទើបបងប្អូនហ៊ានធ្វើបើសិនជាបងប្អូនគ្មានដាច់ខាតបងប្អូនមិនហ៊ានធ្វើទេអញ្ចឹងបានជាគ្រប់កាក់សេនរបស់បងប្អូនមិនថាជារបស់របរប្រើប្រាស់ហូបចុកឬក៏ធនធានខ្លះដែលបងប្អូនតែងតែដាក់ដង្វាយឲ្យខ្ញុំពេលដែលខ្ញុំទទួលបានខ្ញុំតែងតែប្រាប់ព្រះអង្គខ្ញុំថាព្រះអង្គសូមទ្រង់បំពេញដល់អស់អ្នកដែលតែងតែបំពេញឲ្យកូនដើម្បីឲ្យកូនបានរស់នៅក្នុងប្រគុណរបស់ព្រះអង្គដូច្នេះសូមព្រះអង្គបានចម្រើនទៅដល់បងប្អូនសម័យមើលនៅពេលដែលឮសូរបងប្អូនលោកខលចូលមកក្នុងកម្មវិធីត្រូវការព្រះបន្ទូលយុទ្ធប្រាដួងចិត្តរបស់បងប្អូនយ៉ាងណាខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំមានអារម្មណ៍ខ្ញុំសប្បាយចិត្តណាស់ពីព្រោះនៅក្នុងโลกនេះបងប្អូនណានៅក្នុងโลกនេះគ្មានមនុស្សណាដែលនៅសុខវិលត្រឡប់ទៅឯព្រះព្រះអង្គហើយសូមអត់ទោសឲ្យខ្ញុំអត់មានទេសូមបីតែព្រះបន្ទូលយើងឮព្រះបន្ទូលយើងប្រាប់ទៅស្ដាប់ទៅថ្វាយបង្គំនៅតែយើងពិបាកនៅក្នុងការយល់ចោះឲ្យនៅសុខទៅទទួលយកភ្លាមរឿងអីមិនងាយទេបងប្អូនណាចឹងបងប្អូនគិតសារឡើងវិញតាក់ទងទៅនឹងបងប្អូនដែលលោកត្រូវការព្រះបន្ទូលយកទៅប្រើវារឿងសំខាន់ណាស់ពីព្រោះនេះហើយគឺជាបំណងប្រហាតីរបស់ព្រះដែលទ្រង់សពប្រហាតីឲ្យយើងចែកទៅឲ្យយើងបន្តទៅឃើញទេពីកន្លែងមួយទៅកន្លែងមួយពីកន្លែងមួយទៅកន្លែងមួយរហូតដល់ចុងបំផុតនៃផែនដីឲ្យយើងនាំគ្នារួមគ្នាធ្វើនេះគឺជារឿងពិតបងប្អូនណាមិនមែនមានន័យខ្ញុំសនំពរឲ្យបងប្អូនអូជួយ share ទៅជួយ like ជួយ comment ជួយ subscribe account របស់ខ្ញុំហើយ channel YouTube របស់ខ្ញុំដើម្បីឲ្យខ្ញុំនឹងខ្លាយទៅជាមនុស្សបែបនេះបែបនោះអត់មានចេតនាអញ្ចឹងទេបងប្អូនក៏ប៉ុន្តែនៅពេលដែលអនុញ្ញាត YouTube គេអនុញ្ញាតឲ្យយើងរកលុយណា Facebook អនុញ្ញាតឲ្យយើងរកលុយមានបងប្អូនជាច្រើនខំប្រឹងដើម្បីធ្វើជា content ថតវីដេអូបែបនេះគឺនិយាយបែបនោះរូបថតចេះរូបថតចុះអានឹងជាអីគេជាមុខរបរជាផ្នែកមួយដែលបងប្អូនខំប្រឹងក្រែងលោបានប្រកាសខ្លះចេញពីការនោះត្រឡប់មកវិញវាជួយដល់យើងផ្នែកមួយពេលដែលយើងខ្វះខាតវាជារឿងពិត
ព្រោះវាជាតម្រូវការប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាខុសអំពីអ្នកដឹកនាំខុសអំពីគ្រីស្ទបរិស័ទបងប្អូនណាអ្នកដឹកនាំនិងគ្រីស្ទបរិស័ទទាំងអស់អ្វីដែលជាគោលបំណងសំខាន់នោះគឺចង់ឲ្យដំណឹងល្អដែលព្រះបានឲ្យមកយើងនេះបន្តទៅដល់អ្នកដទៃផ្សេងទៀតក្រែងគេនឹងបានឮពីព្រះបន្ទូលរបស់ព្រះអង្គព្រោះព្រះនឹងធ្វើការក្នុងជីវិតរបស់គេនៅពេលដែលគេឮព្រះបន្ទូលរបស់ព្រះដូចជានៅព្រះបន្ទូលថ្ងៃនេះអញ្ចឹងឃើញលោកយ៉ូហានបាបទីលោកបានប្រាប់ទេខ្ញុំមកជាមួយទឹកឲ្យអ្នករាល់គ្នាគឺដោយទឹកប៉ុន្តែព្រះដែលមកក្រោយខ្ញុំព្រះអង្គនោះមានអំណាចណាស់ខ្ញុំមិនគួរសូម្បីតែថាបំរើព្រះអង្គគ្រាន់តែជាអ្នកចងខ្សែស្បែកជើងព្រះអង្គហ្នឹងខ្ញុំចងមិនបានផងខ្ញុំគ្មានងារអីទៅបំរើអញ្ចឹងផងណាតែព្រះអង្គដែលមកក្រោយខ្ញុំហ្នឹងទ្រង់នឹងធ្វើពិធីបុណ្យជាមួយទឹកឲ្យអ្នកទាំងអស់គ្នាដោយព្រះវិញ្ញាណអញ្ចឹងពេលដែលបងប្អូនស្ដាប់ហ្នឹងកំឡុងពេលបងប្អូនស្ដាប់ព្រះបន្ទូលហ្នឹងព្រះវិញ្ញាណជាអ្នកធ្វើការមិនមែនខ្ញុំទេអញ្ចឹងនៅពេលដែលបងប្អូនបើកដួងចិត្តប្រងហើយខ្ញុំមិនដែលឮទេខ្ញុំមិនដែលដឹងទេឥឡូវនេះខ្ញុំចាប់ផ្ដើមឮខ្ញុំចាប់ផ្ដើមដឹងហើយអញ្ចឹងសូមទ្រង់បើកចិត្តទូបង្គំផងដើម្បីឲ្យទូបង្គំបានទទួលទ្រង់ជាអង្គសង្គ្រោះដាក់នៅក្នុងជីវិតទូបង្គំដែរបងប្អូនជាទីស្រឡាញ់ខ្ញុំបាននិយាយហើយមានកលឹះមួយបើបងប្អូនអត់ព្រមបើកទ្វារទេដាច់ខាតព្រះអង្គមិនអាចយាងគង់ក្នុងដួងចិត្តរបស់បងប្អូនឬយាងចូលក្នុងផ្ទះរបស់បងប្អូនបានទេអំពើបាបគឺបិទឈឹងណាបងប្អូនអញ្ចឹងពេលដែលបងប្អូនស្ដាប់ព្រះបន្ទូលយល់នេះនៅពេលនោះឯងដែលបងប្អូននិយាយជាមួយព្រះអង្គហើយតាមពិតទូបង្គំគឺជាមនុស្សមានបាបមែនគ្រាន់តែបងប្អូនមានបន្ទូលប៉ុណ្្នឹងទ្វារដួងចិត្តរបស់បងប្អូនចាប់ផ្ដើមបើកចំហភ្លាមពីព្រោះអីដឹងថាមានតែព្រះអង្គមួយគត់ដែលអាចជួយបងប្អូនឲ្យរួចពីបាបបានព្រោះទ្រង់យាងមកផែនដីនេះបំណងសំខាន់របស់ព្រះអង្គគឺឲ្យមនុស្សមានបាបត្រូវបានរួចព្រោះព្រះអង្គមកស្រាយចំណងយើងពីព្រោះចំណងយើងបានជាប់តាំងតែពីឪពុកម្ដាយដើមយើងមកម្លេះជាប់តាំងតែពីឪពុកម្ដាយដើមយើងមកសាតាំងជាអ្នកគ្រប់គ្រងបន្តរហូតក្រោយពីពេលដែលយើងបានដាច់ទំនាក់ទំនងដែលមកអំពីព្រះអញ្ចឹងហើយបានជាដើម្បីឲ្យយើងអាចវិលត្រឡប់ទៅឯព្រះអង្គវិញបាននេះទ្រង់មានផែនការជាច្រើនបញ្ជូនហោរារបស់ព្រះអង្គជាច្រើនមកប្រកាសប្រាប់ដើម្បីឲ្យដឹងណាអ្នកណាដែលគេទន្ទឹងរង់ចាំគឺគេទន្ទឹងរង់ចាំអញ្ចឹងហើយបានដួងចិត្តរបស់បុគ្គលទាំងអស់ណាមនុស្សគ្រប់រូបដែលរស់នៅក្នុងโลกនេះតែងតែមានអារម្មណ៍មួយគិតថាព្រះពិតស្ដាប់ឲ្យតណាព្រះពិតជាមានមែនឃើញទេយើងតែងគិតអញ្ចឹងព្រះពិតជាមានមែនហើយព្រះដែលជួយមនុស្សឲ្យរួចអំពីបាបពិតជាមានមែនហេឋានសួគ៌ពិតជាមានមែនមនុស្សតែងតែមានបំណងអញ្ចឹងគិតអញ្ចឹងហើយបានជាដើម្បីជួយយើងទាំងអស់គ្នាទោះបើពួកហោរារបស់ព្រះអង្គក្តីណាពួកសាវករបស់ព្រះអង្គក្តីតែងតែបញ្ជូនទៅឲ្យយករាជសាររបស់ព្រះអង្គនឹងទៅបន្តអញ្ចឹងហើយបានជាលោកយ៉ូហានប្រាប់ខ្ញុំអត់មែនព្រះគ្រីស្ទទេខ្ញុំមិនមែនជាព្រះទេខ្ញុំគ្រាន់តែជាសម្លេងនៅទីរហោឋានដែលមកពង្រៀបផ្លូវមានន័យម៉េចគាត់មកប្រកាសប្រាប់បងប្អូនអើយណាព្រះនឹងយាងមកដើម្បីជួយបងប្អូនទាំងអស់គ្នាឲ្យរួចពីបាបរួចពីអំណាចនៃសេចក្តីស្លាប់បងប្អូនរួចពីការជំនុំជម្រះហើយបងប្អូនអាចចូលនគរឋានសួគ៌ជាមួយនឹងព្រះអង្គទ្រង់ផ្ទាល់ជាអ្នកមកនាំបងប្អូនទៅឃើញទេចំណែកនឹងមរតកនៅក្នុងโลกនេះគ្មានទេតែនៅឋានសួគ៌ព្រះអង្គត្រៀមណាចំណែកនឹងមរតកព្រមទាំងជីវិតឲ្យបងប្អូនទាំងអស់គ្នាទៀតក្នុងនាមបងប្អូនជាកូនព្រះអង្គស្ដាប់ដោយយកចិត្តទុកដាក់មិនមែនតលតែបងប្អូនលាចាកពីផែនដីនេះទៅបានបងប្អូនខ្លាយទៅជាកូនព្រះអង្គទេណាថ្ងៃនេះខ្ញុំឲ្យចំណងជើងព្រះបន្ទូលថាម៉េចឮតែសំឡេងស្អប់ថ្ងៃនេះបើបងប្អូនទទួលស្គាល់ថាខ្លួនឯងជាមនុស្សមានបាបព្រះយេស៊ូវជួយបងប្អូនតោះនេះថ្ងៃនេះបើបងប្អូនពិតជាចង់រួចជីវិតមែនព្រះយេស៊ូវនឹងឲ្យជីវិតបងប្អូនថ្ងៃនេះបើបងប្អូនពិតជាចង់ចូលរួមចំណែកហើយចូលនគរឋានសួគ៌ដឹងថាឋានសួគ៌ពិតជាមានមែនព្រះអង្គគឺជាម្ចាស់ស្ដាប់ឲ្យតន់ណាដូច្នេះមានតែការបើកចិត្តណាមានតែការបើកចិត្តទទួលយកព្រះបន្ទូលពេលណាបងប្អូនបើកចិត្តទទួលព្រះបន្ទូលនោះមានន័យថាបងប្អូនបើកចិត្តទទួលព្រះអង្គយាងគង់ក្នុងជីវិតរបស់បងប្អូនហើយអញ្ចឹងអាចទៅសិក្សាបន្ថែមទៀតជាមួយចាស់ទុំលោកគ្រូអ្នកគ្រូដែលនៅជិតបងប្អូនទាំងអស់គ្នាហើយបើបងប្អូនជាពួកជំនុំណាមួយនៅក្នុងព្រះវិហារណាមួយ
មិនដែលរវីរវល់នឹងកិច្ចការងារទេវិលត្រឡប់ទៅពួកលោករួមកិច្ចការងារជាមួយពួកលោកគឺដើម្បីអីដើម្បីពង្រីកអាណាចក្រព្រះអង្គហើយពង្រីកអាណាចក្រព្រះអង្គយើងនិយាយបែបហ្នឹងគិតថាវាជាមុខរបរឬក៏ការរកស៊ីធ្វើឲ្យយើងមានបានអត់ទេណាពាក្យថាពង្រីកអាណាចក្ររបស់ព្រះអង្គពលឹងមនុស្សមានបាបបានទទួលសេចក្តីសង្គ្រោះពលឹងមនុស្សមានបាបគេបានលឺព្រះបន្ទូលរបស់ព្រះអង្គតែកាលណាគេលឺព្រះបន្ទូលរបស់ព្រះអង្គគេបន្តទៅទៀតឃើញទេអាចំណុចហ្នឹងដែលធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅមួយអំពីបងប្អូនដែលលោកបន្តគ្នាតាមរយៈដំណឹងល្អដែលលោកស្ដាប់ព្រះបន្ទូលនេះដែលលោកសុំមកក្នុងកម្មវិធីយើងនេះបងប្អូនគិតកន្លែងហ្នឹងឲ្យច្បាស់ណាចឹងបានថាសំខាន់ណាស់បងប្អូនជាទីស្រឡាញ់មិនមែននៅសុកអូខ្ញុំចង់ស្ដាប់ព្រះបន្ទូលដែរមិនងាយទេបងប្អូនមិនងាយទេកុំនឹកថាងាយមិនងាយទេព្រះជាអ្នកធ្វើការមិនមែនមនុស្សអ្នកធ្វើទេណាចឹងបានថានៅពេលដែលព្រះអង្គធ្វើការជាមួយនឹងបុគ្គលមួយព្រះអង្គក៏ប្រើបុគ្គលនឹងឯងដើម្បីឲ្យបន្តរាជសាររបស់ព្រះអង្គទៅអ្នកដទៃផ្សេងទៀតហើយទៅពេលប៉ះពាល់ចិត្តគំនិតរបស់អ្នកដទៃផ្សេងទៀតដែលព្រះទ្រង់ដាស់ដៅតម្រូវយូរណាស់ហើយនឹងគឺយើងអត់ដឹងតែព្រះអង្គសពប្រហាទេឲ្យយើងបន្តអញ្ចឹងនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាណាកាលពីមុនយើងឮសំឡេងស្អប់ក៏ប៉ុន្តែឥឡូវនេះក្រោយពេលដែលយើងស្គាល់ពីប្រគុណរបស់ព្រះគ្រាន់តែឮសំឡេងចឹងហើយបានខ្ញុំឮចាស់ទុំបងប្អូនគ្រាន់តែថាពេលខ្លះលោកបើកមុនបាទបើកវិទ្យុមុនម៉ោងស្ដាប់រហូតខ្លាចក្រែងហួសណាបងប្អូនខ្លះនៅពេលដែលគាត់ហួសហើយគាត់ស្ដាយគាត់រត់មកប្រកាច់កិនបើកចង្ការពេលខ្លះអស់ថ្មទៅទៀតធ្វើឲ្យលោកស្ដាយមែនតើមិនជាថ្មីទេបងប្អូនណាទោះបីតាមដានទស្សនាការ live មិនទាន់បងប្អូនអាចស្ដាប់សារឡើងវិញបានចឹងមិនជាបញ្ហាទេសង្ឃឹមថាព្រះបន្ទូលថ្ងៃនេះជាទីស្អាងលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាពីមុនយើងធ្លាប់ស្អប់ប៉ុន្តែឥឡូវនេះនៅពេលដែលឮព្រះបន្ទូលបងប្អូនបើកដួងចិត្តនោះមានន័យថាបងប្អូនកំពុងតែទទួលព្រះអរគុណច្រើនដែលសារពេលវេលាយើងដល់ពេលកំណត់ខ្ញុំគោរពលាបងប្អូនត្រឹមតែប៉ុណ្ណឹងជួបគ្នាថ្ងៃស្អែកពេលល្ងាចដដែលអរគុណសូមព្រះប្រទានពរអរគុណលោកគ្រូអរគុណសម្រាប់ការស្ដាប់និងការខលចូលរួមរបស់ប្រិមិត្តយើងជាមួយនឹងកម្មវិធីចម្លើយជីវិតរយៈពេល1ម៉ោងនៅថ្ងៃនេះកម្មវិធីយើងគឺបានមកដល់ទីបញ្ចប់ហើយយើងខ្ញុំទាំងពីរនាក់ក៏សូមគោរពលាជួបគ្នានៅថ្ងៃស្អែកតាមពេលនិងម៉ោងដដែលពេលនេះនាងខ្ញុំវលៈរងចាំបាទហ៊ុនកសលអរគុណសូមព្រះប្រទានពរអាមែនអរព្រះវបិតានៃយើងខ្ញុំនៅថា